tôi bây giờ học như là đi trong đâu nhưng mà nào ót là cái điคือtrong đấy cô đây khang bô សួស្តីមិត្តភក្តិទាំងអស់គ្នាឥឡូវនេះខ្ញុំបានកំពុងតែស្ថិតនៅក្នុងពលានហោះអន្តរជាតិតេជោដើម្បីត្រៀមហោះហើរទៅកាន់ទឹកដីនៃប្រទេសកូរ៉េខាងត្បូងចង់ដឹងថាប្រទេសកូរ៉េខាងត្បូងនៅក្នុងខែនេះមានទេសភាពបែបណាអាកាសធាតុបែបណានោះកុំភ្លេចជួយមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់ផងដែរអូខេឥឡូវនេះខ្ញុំកំពុងតែត្រៀមដើរទៅកែតអីប៉ុន្តែឥឡូវរៀងឃ្លានដែរមកញ៉ាំបាយរៀងលឿនតិចឥឡូវរកនំសម្រាប់តិចសិនហើយបន្តមកគឺដើរទៅកែតតែម្ដងឥឡូវនេះខ្ញុំបានកំពុងតែបាទជូនភ្ញៀវមកកាន់ច្រកដើម្បីត្រៀមនៅក្នុងការហោះហើរទៅកាន់ប្រទេសកូរ៉េខាងត្បូងតែម្ដងអញ្ចឹងយប់នេះមានន័យថាត្រូវសម្រាប់នៅលើយន្តហោះហើយអញ្ចឹងដល់កូរ៉េខាងត្បូងថ្ងៃស្អែកពេលព្រឹកគឺនឹងចាប់ផ្ដើមដំណើរកម្សាន្តតែម្ដងតែថ្ងៃស្អែកហ្នឹងកម្មវិធីរបស់យើងគឺត្រូវធ្វើដំណើររៀងឆ្ងាយគួរសមដែរទម្រាំបានទៅដល់គោលដៅទេសចរនោះបាទអូខេឥឡូវនេះបានមកដល់ព្រានហោះអ៊ីឈុននៅក្នុងទឹកដីប្រទេសកូរ៉េខាងត្បូងហើយឥឡូវឲ្យភ្ញៀវសម្រួលអេយ៉ាបសិនបាទមុនយើងទៅជិះតេស្តភ្លើងដើម្បីទៅកន្លែងវាយប៉ាសពតបាទគេមិត្តភក្តិទាំងអស់គ្នាឥឡូវខ្ញុំបានយកវ៉ាលីរួចរាល់ហើយដែរបាទឥឡូវកំពុងចាំសម្រួលអេយ៉ាបបន្តិចតួចផ្លាស់ប្ដូរអាវហើយបន្តមកចេញដំណើរទៅកាន់គោលដៅទេសចរតែម្ដងអូខេឥឡូវនេះខ្ញុំមកដល់ក្រៅហើយបាទមើលតវត្តខ្ញុំក៏ដឹងដែរបាទតែជាមែនតើមកដល់9តែស្ដាយដែរអត់មានតកកតែអីទេបាទយ៉ាងណាក៏មានភាពសប្បាយរីករាយមួយការទៀតប៉ុន្តែដែរសម្រាប់ខ្ញុំគឺអូខេអូតែជាមែនតើអូខេឥឡូវនេះពួកខ្ញុំបានមកដល់លើឡានហើយនេះគឺជាអាហារពេលព្រឹកពួកខ្ញុំគឺញ៉ាំនៅលើរថយន្តតែម្ដងបាទកាត់ទៅកាយគាត់បានចែកជូនពួកខ្ញុំនៅពលានហោះអញ្ចឹងមានភ្ញៀវខ្លះក៏គាត់បានទទួលទានហើយចឹងសម្រាប់ខ្ញុំម្ល៉េះទៅធ្វើការអត់តបានទទួលទានទេខ្ញុំញ៉ាំនៅលើឡានបានបាទប៉ុន្តែយើងក៏ត្រូវរក្សាអនាម័យដែរអូខេចែកខ្ញុំបានកាហ្វេមួយអែហ្មងបាទតបពីញ៉ាំបាយហើយអូជាក់មែនទេបាទគេសង្ស័យហើយដែរអូខេឥឡូវនេះខ្ញុំបានជូនភ្ញៀវមកក្នុងចការ strawberry ហើយបាទដើម្បីបេះផ្លែ strawberry នេះវ៉ាខំមកជាតែម្ដងអូខេខ្ញុំមកមិញនេះមកខាងម្ចាស់ចការគេបរៀនយើងពីរបៀបនៃការបេះផ្លែ strawberry ចឹងនេះមានដៃយើងពីរនៅនេះមកហើយមេដៃយើងខ្ទប់នៅខាងក្រោមនេះហើយយើងបេះនេះផ្លាច់យេឃើញទេបានទេបាទអូខេឥឡូវបានចប់នៅកន្លែងចការ strawberry ហើយឥឡូវកំពុងត្រៀមលក្ខណៈចេញដំណើរទៅកាន់កោះ Nami តែចំណាយពេលប្រហែលជា15នាទីបានទៅដល់ទីនោះតែម្ដងអូខេឥឡូវនេះខ្ញុំបានមកដល់កំពង់ផែហើយបាទដើម្បីចាំជិះស្លាងទៅកាន់កោះ Nami ឃើញថាត្រជាក់មែនតើបាទខ្ញុំឆែកមើលមិញដូចជាដក9អូខេឥឡូវនេះខ្ញុំបានដល់លើកោះNami ហើយកំពុងជួបភ្ញៀវទៅកាន់ទីតាំងចំណុចថតរូបស្អាតនៅលើកោះគឺផ្លូវគេថតរឿងធ្វើសូនតាបាទនៅខាងមុខនោះតែម្ដងតែដើរទៅថៃ10នាទីមកដល់ថ្ងៃនេះទៅមានមនុស្សមកច្រើនទេបងបាទប៉ុន្តែក៏គួរសមដែរបាទមិនច្រើនពេកមិនតិចពេកមកល្មមបាទទៅតាមផ្លូវគឺត្រជាក់មែនអូចាក់មែនតើឲ្យថតបានទេឥឡូវកម្ដៅភ្លើងតិចសិនហើយតែដល់មានអារម្មណ៍ក្តៅអីសោះហ្មងចាក់ពេកហើយលើកមុនអត់មានកន្លែងហ្នឹងទេថាតែឥឡូវនេះមានកន្លែងគេជិះលេងតកកអញ្ចឹងល្អមកបាទល្អដែរតាបាទនិយាយទៅ4រដូវមានរូបភាពខុសៗគ្នាតែម្ដងបាទស្អាតមកខែណាក៏ស្អាតដែរតែគាត់ខែនេះត្រជាក់ជាងសំម្ដងតែត្រជាក់ជាងសំម្ដងត្រជាក់មែនតើម្ដងបាទ
ឥឡូវនេះខ្ញុំបានដល់ទីតាំងផ្សេងហើយបាទហើយនៅខាងក្រោយនោះគឺជាកន្លែងដែលគេពេញនិយមថតរូបជាមួយនឹងតួប្រុសតួស្រីដែលនៅក្នុងខ្សែភាពយន្តកូរ៉េរឿង Winter Sonata ហើយកន្លែងនេះគឺជាចំណុចពិសេសមួយសម្រាប់ថតរូបដែរបាទនៅលើកោះណាមីនេះតែម្ដងបាទកន្លែងនេះគឺជាចំណុចពិសេសហើយដូចខ្ញុំបានប្រាប់ចឹងគឺមានបាទភ្ញៀវទេសចរច្រើនទាំងស្រីទាំងប្រុសគឺមកថតរូបនៅទីនេះតែម្ដងបាទព្រោះជាចំណុចពិសេសដែលមានដើមឈើដុះសងខាងតែម្ដងស្អាតទេបាទ នេះគឺជាថ្ងៃទី2បាននៅក្នុងទឹកដីនៃប្រទេសកូរ៉េខាងត្បូងហើយឥឡូវនេះគឺកំពុងតែរៀបចំទៅទទួលទានអាហារពេលព្រឹកដោយសារតែថ្ងៃនេះមុនទៅកាន់ទីក្រុងសេអ៊ូលវិញគឺមានសកម្មភាពលេងកម្សាន្តមួយចំនួនបាទនៅតំបន់នេះផងដែរគឺយើងទៅលេងកន្លែងជីស្គីបាទហើយឥឡូវខ្ញុំមានអារម្មណ៍រំភើបមែនតើបាទព្រោះថាអាចថាជាលើកទី1ដែរដែលបានឃើញតកអញ្ចឹងណាបាទធ្លាប់មកកូរ៉េច្រើនលើកច្រើនសារតែមកលើកនេះគឺលក្ខណៈពិសេសមែនតើគឺចំខែត្រជាក់របស់គេមើលតើអាវខ្ញុំទៅដឹងមិនបាទខ្ញុំពាក់នេះគឺ4ជាន់ណាបាទខ្ញុំពាក់4ជាន់បាទមានអាវខាងក្នុងមួយអានេះក្រាស់ជាងគេបាទពាក់ខាងក្រៅមួយទៀតបាទអូត្រជាក់មែនតើបាទព្រោះឥឡូវនេះសីតុណ្ហភាពគឺដក13បាទដក13នៅខាងក្រៅត្រជាក់មែនតើបាទតែទុកទល់ជាប់អត់ទេបាទខោកបោយក៏ទុកអត់ជាប់ដែរពេលខ្លះមកប្រើត្រជាក់មែនតើអូខេ ឥឡូវនេះខ្ញុំជាមួយនឹងភៀវកំពុងតែរងចាំដើម្បីធ្វើការជិះកត្រកឡើងទៅខាងលើតែចាំមែនតើបាទថតវីដេអូនេះថតមែនប៉ុន្តែចុងដៃចុងជើងអស់ហើយអូខេឥឡូវនេះខ្ញុំបានជូនភៀវខ្ញុំឡើងទៅខាងលើដើម្បីជិះកត្រកបាទខ្សែកាបឡើងទៅខាងលើសង្ឃឹមថាមនុស្សមិនច្រើនចាស់ឆាប់បានទៅដល់ខាងលើលេងឲ្យបានសប្បាយឥឡូវភៀវខ្ញុំកំពុងឡើងទៅហើយបាទសិតដូចនិនចាអញ្ចឹងតែសារឲ្យជាមែនតើបាទជាអូខេទីផុតបានមកដល់កន្លែងត្រូវជីកត្រហើយហើយឥឡូវនេះកំពុងរងចាំតិចទេអត់អីទេថ្ងៃនេះមនុស្សអត់ច្រើនអញ្ចឹងបានមុនគេតិចរៀងស្រួល អូខេឥឡូវខ្ញុំបាននៅលើកត្រកហើយកំពុងតែជិះទៅកាន់ខាងលើតបពីយើងរងចាំពេលវេលាតិចទៅបាទថ្ងៃនេះល្អដែរដោយសារតែមករងចាំអត់បានយូរយើងឆាប់បានជិះកត្រកឡើងទៅខាងលើមានពេលវេលាលេងច្រើននៅខាងលើនោះបាទឥឡូវជិតដល់ហើយអូខេឥឡូវនាំភៀវមកជិះលេងកំសាន្តមួយសិនបាទអូមនុស្សចូលចាំច្រើនមែនតើអានេះវា popular ជាងគេ កន្លែងពួកខ្ញុំទៅជិះស្គីលេងកំសាន្តនៅនេះហ៎បាទតែអ្វីសំខាន់ហ្នឹងនេះមើលឲ្យហើយគាត់អ្នករងចាំណាតែសំណាងដៃដែលយើងបានមករៀងលឿនបន្តិចអញ្ចឹងខ្ញុំត្រូវទៅមុនដើម្បីចុះទៅចាំជួយថតឲ្យភ្ញៀវខ្ញុំនៅខាងក្រោមអូខេឥឡូវដល់វិញខ្ញុំហើយត្រូវជិះជាមួយម៉ាក់យាយបាទដើម្បីទៅក្រៅទាំងអស់គ្នាហើយទៀតដល់វិញហើយកំពុងរងចាំតិចសិន ឥឡូវនេះទៅលេងហ្គេមអីផ្សេងមួយទៀតបាទទៅស្វាសាលមែនតើសោក្បោះខាងក្រោយខ្ញុំបាទជាតែម្ដងអូខេឥឡូវនេះខ្ញុំកំពុងជូនភ្ញៀវទៅលេងកន្លែងហ្គេមមួយទៀតបាទចិត្តគ្នានិយាយទៅនៅលើនេះហ្គេមច្រើនតែមាត់ឥឡូវខ្ញុំចាប់ដល់និយាយលេងចង់ចេញឈឺស្ពឹកមាត់អស់មែនតើនេះ អូ
នេះគឺដល់ពេលវេលាតែត្រូវចិត្តត្រឡប់ទៅវិញហើយអញ្ចឹងនៅសល់ពេលកន្លះម៉ោងទៀតត្រូវធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូលវិញអត់ចង់ទៅវិញសោះបាទដោយសារថាហេតុអីកន្លែងនេះស្អាតមែនតើតាំងទេសភាពតាំងអាកាសធាតុប៉ុន្តែនិយាយត្រង់ទៅជាក់មែនតើទោះបីជាពេញចិត្តអាកាសធាតុជាក់ក៏ដោយប៉ុន្តែវាត្រជាក់ពេកដូចជាឆៃមើលមិញដល់12អង្សាបាទចេញខ្យល់ចេញផ្សាយតាមមាត់ហើយអូខេដល់ពេលដែលពួកខ្ញុំត្រូវចុះត្រឡប់ទៅក្រោមវិញហើយបាទដូចបាននិយាយមិញអញ្ចឹងឥឡូវនេះពងចាំកត្រកចុះទៅក្រោមវិញឥឡូវនេះខ្ញុំបានមកដល់ស្ថានីយ៍ដើម្បីត្រៀមចាប់ជិះកន្ត្រកខ្សែកាប់ឡើងទៅកាន់ភ្នំណាមសាបបាទដែលមានកម្ពស់230ម៉ែត្រពីខាងក្រោមនេះបាទអញ្ចឹងនៅខាងលើហ្នឹងគឺអ្វីដែលពេញនិយមហ្នឹងគឺកន្លែងទៅចាក់សោតែម្ដងអញ្ចឹងចង់ដឹងថាទេសភាពនៅខាងលើមិនចាំខ្ញុំថតជូនអូខេឥឡូវនេះបានឡើងមកដល់ខាងលើភ្នំណាមសានហើយបាទអញ្ចឹងទុកពេលវេលាឲ្យភ្ញៀវដើរលេងទស្សនានៅលើភ្នំណាមសាននេះដើម្បីមើលទេសភាពបាទទីក្រុងសេអ៊ូលទាំងមូលបាទនេះគឺជាទស្សនវិជ្ជានៅលើភ្នំណាមសានហើយខ្ញុំកំពុងតែដើរទៅថតទីក្រុងសេអ៊ូលតែម្ដងថ្ងៃនេះគ្រាន់បើដែរបាទអត់សូវមានភ្ញៀវទេសចរមកច្រើនអញ្ចឹងការឡើងជិះកន្ត្រកខ្សែកាបក៏អត់យូរប្រហែលដែរងាយស្រួលមែនតើបាទនេះជា tour guide របស់ខ្ញុំនៅខាងប្រទេសកូរ៉េនេះតែម្ដង the best tour guide ever អូខេមិត្តភក្តិទាំងអស់គ្នាបើសិនជាបានមកដល់ភ្នំណាមសានប្រទេសកូរ៉េខាងត្បូងនេះទីក្រុងសេអ៊ូលខ្ញុំប្រាប់ទីតាំងមួយដែលយើងអាចថតរូបបានស្អាតណាបាទគឺទេសភាពស្អាតមែនទែនវាគ្រប់រដូវកាលតែម្ដងបាទប៉ុន្តែគាត់វារៀងចុះចំណោទតិចប៉ុន្តែទីតាំងកន្លែងនេះគឺស្អាតមែនទែនបាទនេះបាទកន្លែងនេះគឺយើងអាចថតរូបបានណាបាទជាមួយនឹងដើមឈើបាទប៉ុន្តែវាជ្រុះស្លឹកប៉ុន្តែនៅថតរូបស្អាតណាបាទខ្ញុំសូមប្រាប់ទីតាំងមួយទៀតបាទកន្លែងនេះក៏កន្លែងដែលយើងអាចថតរូបស្អាតដែរបាទបានន័យថាយើងថតជាមួយនឹងសោហើយយើងអាចថតរូបទៅយកទៅដល់នេះតួប៉មនេះទៀតបាទអញ្ចឹងកន្លែងនេះក៏ជាកន្លែងដែលយើងអាចថតរូបបានស្អាតដែរជាកន្លែងគេចាក់សោបាទរាប់ម៉ឺនរាប់ពាន់រាប់លានបាទព្រោះភ្ញៀវទេសចរមកម្នាក់ចាក់ម្នាក់មកម្នាក់ចាក់ម្នាក់ហើយមួយថ្ងៃមិនដឹងទេសចរប្រហែលអ្នកទេបាទនេះគឺជាកន្លែងមួយទៀតដែលយើងអាចឡើងតាមចដាទៅយើងអាចឡើងទៅខាងលើហ្នឹងចាក់សោបានបាទសោមិនបាច់បារម្ភទេអាចមកលើខាងលើនេះទិញនៅក្នុងម៉ាតក៏បានទិញនៅកន្លែងវត្ថុអនុស្សាវរីយ៍ក៏បានដែរអូខេឥឡូវនេះខ្ញុំជិតដល់ម៉ោងត្រូវត្រឡប់ទៅវិញហើយបាទពេលវេលានៅនេះវាមិនយូរពេកដែរប៉ុន្តែយ៉ាងណាខ្ញុំគិតថាគ្រប់គ្រាន់សម្រាប់ភ្ញៀវខ្ញុំដោយសារតែនៅលើភ្នំនេះគឺយើងអាចមើលទីក្រុងសេអ៊ូល360ដឺក្រេតែម្ដងឥឡូវត្រៀមចុះទៅខាងក្រៅវិញដើម្បីទៅកាន់ភូមិបុរាណមួយដែលមានទីតាំងពីនេះប្រហែលជា10នាទីទេកំពុងតែស្ថិតនៅក្នុងភូមិបុរាណមួយបាទដែលមានទីតាំងជិតនឹងភ្នំណាមសានតែម្ដងអញ្ចឹងចំណាយពេលវេលាមកតែ5នាទីគឺបានដល់តែម្ដង
là ní nhung đo mong thử trình từ tua tiền hai về là nghĩa giấy còn tay trong hai tí cặp bất băng đi thì muốn băng tật đó nè và tay đo lấy việc khai thật chẹt với lấy co lên ok là ní nhung ban đo bắt tục ấy hay ní cứ chụp tục đánh nhung kềnh và nó không tì không xỉu uống mình thông pe thế bàn tay dân kia mà này anh phần năng là bốn và ok còn đây mình phải là nè chân ngày thì pi nơi không thì không xe u cái đôi chì màu pi hàng ski đó lấy bànไปจอบไปviệc trai xuất đây mình phải là nè chụp nè khai tay to thiệt ok xuất đây mình phải là nè này điคือngàyទី3ដែលពួកខ្ញុំបាននៅប្រទេសកូរ៉េនេះហើយថ្ងៃនេះគឺយើងមានកម្មវិធីដូចជាមិនច្រើនប្រហែលទេប៉ុន្តែក៏ជាកន្លែងទេសចរដែលក្លឹមបាទប្រចាំនៅក្នុងប្រទេសកូរ៉េក៏ដូចជាទីក្រុងសេអ៊ូលផងដែរដូចគឺព្រះបរមរាជវាំងដែលថ្ងៃនេះយើងត្រូវបាទស្លៀកពាក់បែបជាកូរ៉េតែម្ដងដើម្បីចូលទៅទស្សនាបាទនៅក្នុងព្រះបរមរាជវាំងបាទនៅក្នុងទីក្រុងសេអ៊ូលនេះឥឡូវនេះខ្ញុំបានមកដល់ហាងបាយដើម្បីទទួលទានអាហារថ្ងៃត្រង់មុននឹងទៅព្រះបរមរាជវាំងហើយអាហារថ្ងៃនេះគឺភាគច្រើនបែបនេះបាទម្ហូបច្រើនមែនទែនបាទច្រើនជំរឿនមែនទែនបាទដល់ទាំងអស់នេះគឺជាម្ហូបដែលយើងមានសម្រាប់អាហារថ្ងៃត្រង់ថ្ងៃនេះដែលរៀបចំឡើងដោយក្រុមហ៊ុន World Pop បាទសម្រាប់ភ្ញៀវអញ្ចឹងម្ហូបគឺមិនមានបញ្ហាទេសម្រាប់ភ្ញៀវលក្ខណៈ buffet premium តែម្ដងខ្ញុំបាននាំភ្ញៀវមកដល់ទីតាំងចិត្តព្រះបរមរាជវាំងហើយខ្ញុំនឹងជួបភ្ញៀវទៅបន្ទប់ដើម្បីធ្វើការផ្លាស់ប្ដូរសម្លៀកពាក់បែបប្រពៃណីដូចអ្នកនៅខាងក្រៅខ្ញុំអញ្ចឹងបាទហើយបន្ទាប់មកយើងចូលក្នុងព្រះបរមរាជវាំងតែម្ដងអូខេឥឡូវនេះខ្ញុំបានជូនភ្ញៀវមកទទួលទានអាហារពេលល្ងាចឃើញថាថ្ងៃនេះត្រជាក់ណាល្ងាចឡើងត្រជាក់មែនតើបាទមើលតើឲ្យ3 4ជាន់នោះបាទនៅទុកអត់ចង់ជាប់ទៀតបាទឥឡូវនេះគឺជូនភ្ញៀវទៅទទួលទានអាហារពេលល្ងាចបន្ទាប់មកគឺដើរលេងផ្សារមួយយ៉ងដងតែម្ដងដើម្បី shopping ទិញអីវ៉ាន់នៅសាវរីក៏ដូចជារបស់របរមួយចំនួនផ្ញើបងប្អូនវិញអញ្ចឹងណាបាទថ្ងៃនេះខ្ញុំញ៉ាំសាច់អាំងសម្រាប់អាហារពេលល្ងាចបាទគឺសាច់គោជាមួយនឹងសាច់ជ្រូកហើយនៅគ្រឿងធ្វើដែលយើងមាននៅលើតុបាទ
เอาไว้สำคัญเลยเย้มาอันนี้จับตามดาวแวะสังเกตมาดาวไงมาตัวกายยกพงระเบิดนี่เอามาดาวได้บ้านเราแต่ตัวมวยซาไม่ยองดองนี้คือจีบซามวยไปซาวสตรีทฟู้ดไอเมียนทาคือรัววันชาเมนแทนบาเมียนต่างกายเมียนต่างมัวเมียนต่างซอมจึงเอาไว้สำคัญนั่นคือมาโฮบาใส่อังตามเพลย์ยังนะสบายสบายช่างช่างตอนนี้ខ្ញុំបានជូនភ្ញៀវមកដល់ Starfield ហើយប៉ុន្តែមុនចូលទៅក្នុង Starfield Library ហ្នឹងគឺយើងថតរូបលេងនៅកន្លែងដៃកំណាំ Star សិនហើយទាំងអស់នេះគឺជាទស្សនវិជ្ជាបាទជុំវិញនៅបរិវេណដៃកំណាំ Star តែម្ដងក្នុងបហើយកំពុងតែដើរទៅកន្លែង library នៅខាងមុខគឺតែម្ដងតែប៉ុន្តែ library ហ្នឹងវានៅក្នុងម៉មួយដ៏ធំបាទប៉ុន្តែអ្វីសំខាន់ហ្នឹងគឺកន្លែងហ្នឹងវាតាក់ទាញបាទជាវទេសចរគាត់មកថតរូបទៅវាធ្វើកន្លែងហ្នឹងដើម្បីអញ្ចឹងណាបាទអានេះគឺជា Starfield Library បាទអូខេបើសិនជាមិត្តភក្តិបានមកលេងកូរ៉េហើយមក Starfield ដែរខ្ញុំប្រាប់មួយកន្លែងនេះគឺទីតាំងមួយដែលយើងអាចថតរូបបានស្អាតណាបាទគឺយើងថត style របៀបឡើងចរាយន្តទៅលើអញ្ចឹងទៅហើយយើងចុះមកក្រោមវិញណាបាទកន្លែងហ្នឹងគឺមានភាពពេញនិយមមែនតើបាទនិយាយរួមទៅឲ្យតែកន្លែងមានចរាយន្តអញ្ចឹងបងមកថតនោះគឺស្អាតអីបាទកន្លែងនេះក៏យើងអាចថតរូបស្អាតដែរបាទតាក់ទងមួយការឡើងចរាយន្តហើយនឹងប្លង់ថតអីបាទអូខេឥឡូវនេះខ្ញុំបានជូនភ្ញៀវមកដល់ Lotte World ហើយបាទដើម្បីយើងចូលទៅខាងក្នុងអូខេឥឡូវនេះខ្ញុំបាននាំភ្ញៀវទៅកាន់មួយជាងទៀតនៃ Lotte World គឺគេហៅថា Magic Island ដែលមានបោះលេងមួយចំនួនដែរនៅខាងនោះបាទនេះខ្ញុំបានជូនភ្ញៀវលេងនៅខាង Magic Island រួចរាល់ហើយ
ឥឡូវនេះខ្ញុំបានចូលមកក្នុងរោងកុនរបស់គេដើម្បីមើលខ្សែភាពយន្ត 3D ហើយនេះបានតាក៏ប៉ុន្តែនៅក្នុង Lotte World នេះគឺមានរបស់លេងច្រើនមែនទែនហើយថ្ងៃនេះគឺមានភ្ញៀវបាទក្នុងស្រុកនឹងជិះច្រើនមែនទែនមកកន្លែងចាំរាប់ម៉ោងមកបានលេងមួយតែមកមើលវីដេអូនេះដូចលឿនដែរទៅចាំយូរវិញគេដល់ពេលដែលពួកខ្ញុំត្រូវត្រឡប់ទៅកាន់ក្រុងវិញហើយបាទដើម្បីញ៉ាំអាហារពេលល្ងាចអូខេហើយឥឡូវនេះគឺចេញពីខាងក្នុងហើយឥឡូវកំពុងតែទៅកាន់ប្រជជនវិញដើម្បីទៅទទួលទានអាហារពេលល្ងាចហើយបន្ទាប់មកគឺថ្ងៃស្អែកគឺជាថ្ងៃដែលយើងត្រូវត្រឡប់ទៅកាន់ស្រុកខ្មែរវិញហើយនេះថ្ងៃចុងក្រោយដែលពួកខ្ញុំទៅត្រឡប់ទៅកាន់ស្រុកខ្មែរវិញហើយប៉ុន្តែមុននឹងទៅលេងយន្តហោះយើងមកទទួលទានអាហារពេលព្រឹកសិនហើយនេះគឺជាអាហារពេលព្រឹកដែលពួកខ្ញុំមានមុននឹងទៅលេងយន្តហោះបាទជាទូទៅគឺយើងញ៉ាំដាក់ជាមីស៊ុបច័ន្ទគោហើយជាមួយនឹងទុំជីជាមួយនឹងចេកហើយក៏ដូចជាបាយសផងដែរនេះគឺជាអ្វីដែលយើងមានសម្រាប់ព្រឹកនេះមុននឹងទៅលេងយន្តហោះសួស្តីបាទឥឡូវនេះការងាររបស់ខ្ញុំបានជិតបញ្ចប់ 100% ហើយព្រោះឥឡូវខ្ញុំបានចូលមកដល់ប្រទេសយន្តហោះអ៊ីនឈុនហើយត្រៀមហោះហើរដើម្បីត្រឡប់ទៅកាន់ស្រុកខ្មែរវិញហើយអរគុណច្រើនមែនទែនសម្រាប់មិត្តភ័ក្តិក៏ដូចជាបងទាំងអស់គ្នាដែលបានជួយ Subscribe ក៏ដូចជាចុច Like និង Comment នៅក្នុង YouTube Channel របស់ខ្ញុំបាទផងដែរហើយក៏សង្ឃឹមថាបងថ្មីទៀតនឹងជួយចុច Subscribe នៅ YouTube Channel របស់យើងខ្ញុំបាទខ្ញុំបាទដើម្បីទទួលបាននៅវីដេអូថ្មីៗទាក់ទងជាមួយតំបន់ទេសចរមិនថានៅក្នុងស្រុកឬក្រៅស្រុកនោះទេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូលើកនេះផងដែរអរគុណច្រើន